ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំនិងបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតលើរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនកាលពីព្រលឹមថ្ងៃអង្គារដោយបានបំផ្លាញអគារស្នាក់នៅនានាហើយការវាយប្រហារនេះគឺជាផ្នែកមួយនៃប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំទៅលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែនយោងតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់10នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅពេលយប់នោះដែលក្នុងនោះ4នាក់នៅក្នុងទីក្រុងគៀវនិង6នាក់នៅក្នុងទីក្រុងឌីប្រូភាគកណ្ដាលនិងមានអ្នករងរបួសជាង100នាក់អាជ្ញាធរបានបញ្ជាក់ថាការវាយប្រហារដោយកាំជ្រួចនិងដ្រូនរួមបញ្ចូលគ្នាបានកំណត់គោលដៅទៅលើរដ្ឋធានីដោយបានបំផ្លាញអគារលំនៅឋាននិងពាណិជ្ជកម្មជាច្រើនបង្កឲ្យមានអគ្គិភ័យនិងឆេះរថយន្តការវាយប្រហារទៅលើទីក្រុងគៀវនៅតែបន្តកើតមាននៅព្រឹកថ្ងៃអង្គារជាមួយនឹងការចេញការព្រមានពីការគំរាមកំហែងដោយគ្រាប់មីស៊ីលផ្លោងចៅហ្វាយក្រុងគៀវលោកវីតាលីក្លីកឈកូបានពណ៌នាការវាយប្រហារពេញមួយយប់នេះថាជាការវាយលុកដ៏ធំរបស់សត្រូវលោកឲ្យដឹងថាមានការព្រួយបារម្ភថាមនុស្សអាចនៅតែជាប់គាំងក្រោមគំនរបែកបាក់នៃអគារអផាតមិនមួយកន្លែងក្នុងសង្កាត់បូឌីនស្គីដែលបានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហារទ្វេដងរបស់រុស្ស៊ីរបាយការណ៍បឋមបានបង្ហាញថាមានមនុស្សជាច្រើនជាប់គាំងនៅក្រោមគំនរបែកបាក់នេះពេញមួយយប់ខ្មាំងសត្រូវបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាមកលើតំបន់គៀវដោយប្រើប្រាស់ដ្រូនមីស៊ីលក្រូសនិងមីស៊ីលប៉ាឡេស្ទិកលោកមីកូឡាកាឡាស្និកអភិបាលតំបន់គៀវបានថ្លែងថាទីប្រជុំជននិងភូមិឋានសុកសានរបស់ពួកយើងបានរងការវាយប្រហារម្ដងទៀតហើយលោកឃ្លីតស្កូបាននិយាយថាមនុស្សយ៉ាងហោចណាស់58នាក់បានរងរបួសនៅទូទាំងទីក្រុងរួមទាំងកុមារ3នាក់ផងដែរនៅក្នុងការវាយប្រហារដែលបានបង្កឲ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឲ្យប្រជាពលរដ្ឋរត់ស្លន់ស្លោរកជំរកសុវត្ថិភាពនៅពេលដែលសម្លេងស៊ីរ៉ែនប្រកាសសន្នផ្លូវអាកាសបានបន្លឺឡើងអភិបាលក្រុងរូបនេះបានបន្ថែមថាការវាយប្រហារដែលសង្ស័យថាជាមីស៊ីលបានបាញ់ចំអគារស្នាក់នៅកម្ពស់24ជាន់នៅស្រុកសេវឆេនគីវស្គីដោយបង្កជាគ្រោះអគ្គិភ័យហើយភ្លើងបានឆាបឆេះនៅក្នុងអគារកម្ពស់9ជាន់មួយនៅក្នុងស្រុកប៉ូឌីលបន្ទាប់ពីបំណែកមីស៊ីលបានធ្លាក់ចំដំបូលអគារលោកឃ្លីស្កូបានបន្តថានៅកន្លែងផ្សេងទៀតក្នុងទីក្រុងការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញមន្ទីរគ្លីនិកមួយហើយបំណែកមីស៊ីលបានធ្លាក់ចូលក្នុងបរិវេណសាលាមត្តេយ្យមួយផងដែរលោកកាឡាស្និកបានបញ្ជាក់ថានៅទីក្រុងប៊ូឆាផ្ទះ3ខ្នងឃ្លាំងទំនិញនិងអគារទុកចោលក៏បានរងការខូចខាតផងដែរ